បាទអសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីកាត់ធ្វើនៅដំណោះឆ្នោតនៅថ្ងៃទី4ខែ1ឆ្នាំ2025ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដោយថ្កាលេខសងស្នាងបាទអញ្ចឹងតម្រុយម្សិលមិញវេលាម៉ោង6:30នាទីបាទយើងចូលត្រង់តែម្ដងគឺ46:49បាទនៅក្នុងប៉ុស A ក៏ដូចជាប៉ុស C ពេលយប់ម៉ោង6:30នាទីទាំងអស់គ្នាបាទហេងមែនតើតម្រុយម្សិលមិញបាទចូលត្រង់ភ្លឹងតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាហេងត្រូវឆ្នោតទាំងអស់គ្នាផងដែរកាលពីម្សិលមិញវេលាម៉ោង6:30នាទីចំពោះពុកម៉ែបងប្អូនដែលចូលចិត្តលេងតាមតម្រុយខ្ញុំទាំងអស់គ្នាផងដែរបាទឥឡូវយើងក៏លេខទៅមើលតម្រុយថ្ងៃទី4ខែ1ឆ្នាំ2026ទាំងអស់គ្នាផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលថ្មីកុំភ្លេចចុច Subscribe ចុចជីវដាក់រូបកណ្ដឹងទាំងអស់គ្នាម្នាក់មួយផងពុកម៉ែបងប្អូនទាំងអស់គ្នាហើយចុចសញ្ញាមេដៃបាទឡាច់ឡើងលើទាំងអស់គ្នាម្នាក់មួយហើយ comment លេខ168ឬក៏ comment ហេងទាំងអស់គ្នាដើម្បីទទួលបានលេខល្អៗពីខ្ញុំបាទជារៀងរាល់ថ្ងៃផងដែរលេខនៅថ្ងៃលេខអុកខ្ទង់គឺមានចំនួន2ខ្ទង់បាទគឺមានខ្ទង់7ក៏ដូចជាខ្ទង់30ចិត្តគឺមានចំនួន2គ្រាប់បាទគឺមានលេខ74 76រីឯខ្ទង់30គឺមាន2គ្រាប់ដូចគ្នាគឺមាន34 39បាទលេខគូតែម្ដងនិងលេខមួយគ្រាប់ដែលល្អដែរគឺលេខ69បាទចំពោះលេខតូចពីលេខថ្ងៃហ្នឹងបាទលេខត្រឡប់មានដូចជាលេខ47 67 43 93ក៏ដូចជាលេខ96បាទស្រឡាញ់លេខត្រង់ចាក់លេខត្រង់ស្រឡាញ់លេខត្រឡប់ចាក់លេខត្រឡប់ចំពោះលេខតូចពីលេខនៅថ្ងៃទី4ទាំងអស់គ្នាផងដែរបាទរីឯលេខធំ13លេខគឺមានចំនួន2គ្រាប់បាទលេខធំទី1មានដូចជាលេខ134ពុកម៉ែបងប្អូនទាំងអស់គ្នាលេខអញ្ចឹងកូនបាទនិងលេខធំចុងក្រោយគឺលេខ139ណាពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកទៅធ្វើការលេខផ្សងស្នាបានលេខធំនៅហ្នឹងលេខល្អពុកម៉ែបងប្អូនទាំងអស់គ្នា134 139ហ្នឹងគឺល្អនៅក្នុងម៉ោង4ជាងគេបាទម៉ោង4និងម៉ោង6ម៉ោង1អត់សូវល្អទេពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសង្ឃឹមថាហេងទាំងអស់គ្នាផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានលេខនៅក្នុងឆាតនៅថ្ងៃទី4គឺអាចឆាតមកបានគឺខ្ញុំមានម៉ោង4ក៏ដូចជាម៉ោង9:30នាទីទាំងអស់គ្នាផងដែរហេងទាំងពុកម៉ែបងប្អូនលេងតាមតម្រុយក៏ដូចជាពុកម៉ែបងប្អូនលេងចាក់ក្នុងឆាតនៅថ្ងៃទី4ខែ1ឆ្នាំ2026បាទអញ្ចឹងជាចុងក្រោយគឺមានតែប៉ុណ្្នឹងមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុចសញ្ញាមេដៃដើម្បីលាបយកជ័យទាំងអស់គ្នាម្នាក់មួយ comment លេខ168យើងជួបគ្នានៅថ្ងៃទី5ខែ1ឆ្នាំ2026នៅថ្ងៃស្អែកបន្តទៀតតាមពេលវេលានឹងម៉ោងដដែលបាទ